មានរថយន្តដឹកអ្នកដំណើរជើងពេលយប់មួយខ្សែបានជួបគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ដែលរថយន្តនោះគឺបានបើកទៅបុកបង្គោលភ្លើងក៏ដូចជាដើមឈើដែលដុះនៅសងខាងផ្លូវរួចក៏បន្តក្រឡាប់ចូលទៅក្នុងបលាយដែលមានទឹកពោពេញដែលនៅក្នុងហេតុការណ៍ដ៏រន្ធត់មួយនោះដែរគឺបានបណ្ដាលឲ្យអ្នកដំណើរមួយចំនួនធំបានបាត់បង់ជីវិតហើយក្រោយពីកើតហេតុនោះជារឿយៗពេលយប់ឡើងគឺតែងតែឮសំឡេងគឺស្រែកទ្រហោយំនិងស្រែករកជំនួយរាល់បណ្ដាអ្នកដំណើរដែលធ្វើដំណើរកាត់នោះគឺតែងតែឮតែងតែលងបន្លាចជាពិសេសនោះគឺបងប្អូនដែលមានទីលំនៅនៅក្បែរនឹងកន្លែងកើតហេតុនោះដែលសាច់រឿងមួយនេះដែរគឺបានកើតឡើងទៅលើបងអ្នកផ្ទាល់ដែលគាត់គឺជាអ្នករស់នៅក្នុងខេត្តកំពង់ធំតែខ្ញុំសូមមិនបញ្ចេញភូមិឃុំរបស់គាត់ទេគឺសូមបញ្ចេញតែត្រឹមខេត្តហ្នឹងទេគាត់ថាគឺរឿងមួយនេះបានកើតឡើងកាលពី14ទៅ15ឆ្នាំមុនអញ្ចឹងកាលពេលនោះគឺគាត់ទៅតែជំទង់ទេគាត់ទៅតែមានអាយុដូចជាខ្ទង់13 14ឆ្នាំទេអញ្ចឹងគាត់ថាគ្រោះថ្នាក់ចរាចរណ៍នេះគឺគាត់បានឃើញជាញយនិយាយទៅសឹងតែរៀងរាល់ថ្ងៃដោយសារតែផ្ទះគាត់ហ្នឹងគឺវានៅជាប់នឹងផ្លូវជាតិហ្នឹងហ្មងគាត់ថារាល់គ្រោះថ្នាក់ជាច្រើនហ្នឹងគឺគ្រោះថ្នាក់ចរាចរណ៍មួយដែលគាត់មិនអាចបំភ្លេចបានគឺគ្រោះថ្នាក់រថយន្តក្រុងមួយខ្សែពេលយប់ហ្នឹងហើយគាត់ថានៅថ្ងៃដែលកើតហេតុនោះគឺវាកំឡុងប្រហែលជាម៉ោង1ទៅម៉ោង2រំលងអាត្រៀតអញ្ចឹងបងណាក់ម្ដាយឪពុករបស់គាត់ក៏ដូចជាអ្នកភូមិផងដែលនៅតាមបណ្ដោយផ្លូវជាតិនោះគឺពួកគាត់កំពុងតែចូលសម្រាករៀងខ្លួនហើយពីព្រោះវាយប់ជ្រៅណាស់ទៅហើយគាត់ថាកំពុងតែដេកសុកហ្នឹងគឺស្រាប់តែឮស្នូគ្រោះថ្នាក់ចរាចរណ៍ហ្នឹងបុកស្អីគឺទាំងតែម្ដងអញ្ចឹងបន្ទាប់ពីឮស្នូខ្លាំងមែនតើនោះគឺបងណាក់ក្រុមគ្រួសារគាត់ក៏ដូចជាអ្នកភូមិដែលនៅក្បែរនឹងកន្លែងកើតហេតុនោះក៏បាននាំគ្នារត់ចេញមកមើលពួកគាត់ប្រកាសច្បាស់ណាស់ 100% ថាប្រកាសជាមានគ្រោះថ្នាក់ចរាចរណ៍ទៀតហើយអញ្ចឹងពួកគាត់ចេញទៅមើលទៅឃើញលោថាអ្នកដំណើរនោះគាត់ត្រូវការជំនួយហើយពួកគាត់អាចនឹងជួយអ្វីបានខ្លះអញ្ចឹងពេលដែលពួកគាត់ចេញមកហ្នឹងគឺហេតុការណ៍មួយដែលគួរឲ្យរន្ធត់ពួកគាត់ឃើញហ្នឹងគឺពួកគាត់ឃើញឡានក្រុងហ្នឹងគឺវាបានធ្លាក់ចូលទៅក្នុងបលាយហើយអញ្ចឹងបានន័យថាក្បាលឡានក្រុងនោះវាចាប់ផ្ដើមលិចទៅហើយវានៅសល់តែកគូតឡានបន្តិចទេហើយទន្ទឹមនឹងគ្នានោះដែរគឺឮសូរសំឡេងស្រែកយំហើយសម្រែកស្រែកឲ្យជួយពីក្នុងឡានមកអញ្ចឹងណាបងប្អូនអញ្ចឹងហើយបងណាក់ហើយក្រុមគ្រួសារគាត់ក៏ដូចជាអ្នកភូមិហ្នឹងក៏នាំគ្នាទៅរកវត្ថុរឹងទៅរកអីមកគឺដើម្បីវាយបវាយកញ្ចក់ឡានដើម្បីជួយអ្នកដំណើរដែលនៅជាប់នៅក្នុងឡានអញ្ចឹងណាអញ្ចឹងពួកគាត់ក៏វាយបបែកហើយប្រឹងជួយទាញអ្នកដំណើរទាញអីចេញមកអញ្ចឹងទៅហើយគាត់ថាការជួយនោះក៏វាមិនបានអស់ដែរអញ្ចឹងឡាននោះក៏បន្តលិចចូលទៅក្នុងបលាយនឹងបាត់ទៅពួកបងណាក់បញ្ជាក់ថាបលាយនោះបើសិនជាខែប្រាំងគឺវាមិនសូវមានទឹកទេហើយកន្លែងខ្លះនោះក៏រីងស្ងួតដែរប៉ុន្តែពេលដែលគ្រោះថ្នាក់នោះវាជារដូវវស្សាបងប្អូនអញ្ចឹងបលាយដែលនៅជុំវិញនៅសងខាងផ្លូវជាតិហ្នឹងគឺវាទឹកពេញអញ្ចឹងវាទឹកជ្រៅលិចក្បាលអញ្ចឹងពេលដែលឡានហ្នឹងលិចចូលទៅបាត់ហើយមនុស្សម្នាដែលពួកគាត់ហើយនឹងអ្នកភូមិជួយហ្នឹងគឺបានមិនច្រើនគ្នាប្រហែលទេអញ្ចឹងហើយក៏នាំទៅផ្ទះអ្នកភូមិទៅអីចឹងទៅក៏បានរាយការណ៍ទៅមេភូមិទៅអីចឹងទៅហើយបន្ទាប់មកប៉ូលីសក៏គាត់បានមកដល់ហើយក៏បានតាក់ទងទៅផ្នែកសង្គ្រោះផ្នែកអីចឹងណាហើយបានហៅឡានស្ទូចឡានអីឡើងមកដល់លើចឹងទៅតែហេតុការណ៍នឹងការព្រឺព្រួចអ្វីដែលអ្នកភូមិនឹងបងណាក់ផ្ទាល់គាត់បានឃើញនោះគឺពេលដែលស្រង់ឡាននឹងចេញមកគឺឡាននឹងវាមានសភាពកពិតវាមានសភាពរួញចូលគ្នាពីព្រោះដោយសារថាមុននឹងធ្លាក់ចូលទៅក្នុងទឹកហ្នឹងគឺវាបានបុកដូចជាបកគោភ្លើងនិងដើមឈើដែលដុះនៅសងខាងផ្លូវអញ្ចឹងបងប្អូនអញ្ចឹងហើយពេលដែលស្រង់ឡើងមកហើយគឺពួកគាត់ទាំងអស់គ្នានឹងគឺរន្ធត់មកតង់ទៀតដោយសារតែនៅខាងក្នុងនឹងគឺមានសាកសពអ្នកដំណើរជាច្រើនអ្នកខ្លះនោះគឺបាក់ដៃបាក់ជើងអញ្ចឹងទៅអ្នកខ្លះបាក់កអ្នកខ្លះក៏បែកក្បាលនិយាយទៅវារន្ធត់មែនទែនណាបងប្អូនពីព្រោះថាបើសិនជាគ្រាន់តែធ្លាក់ទៅហើយពួកគាត់លងទឹកគឺវាមិនមានសភាពអញ្ចឹងឯងសាកសពគឺដោយសារតែពួកគាត់បានបុកពីខាងលើនេះទៅហើយអញ្ចឹងបានធ្លាក់ទៅអញ្ចឹងណាអញ្ចឹងហើយប៉ូលីសក៏គេធ្វើការសន្និដ្ឋានមើលទៅគេថាប្រហែលជាតកងឡានគាត់ងងុយគេងគាត់ងក់មកផ្លេតអញ្ចឹងណាអញ្ចឹងបានទៅជាបុកទៅជាអីហើយបណ្ដាឲ្យកលាប់ចូលទៅក្នុងបលាយនឹងអញ្ចឹងទៅ
អញ្ចឹងហើយបងណាក់បានរៀបរាប់មកទៀតថាពេលដែលគេស្រង់ខ្មោចឡានហ្នឹងឡើងមកដល់ខាងលើហ្នឹងគឺគេអត់ទាន់យកទៅណាភ្លាមទេគឺគេគ្រាន់តែយកសាកសពមកហើយនឹងតាក់ទងទៅតាមរោគសាច់ញាតិរបស់សាកសពដើម្បីមកទទួលយកសាកសពទៅធ្វើបន់តាមប្រពៃណីអីចឹងទៅអញ្ចឹងគាត់ថាឡានដែលគេស្រង់ទុកមកខាងលើគោកនោះគឺគាត់ថាចន្លោះប្រហែលជាជិត10ថ្ងៃហើយបានគេយកចេញពីហ្នឹងអញ្ចឹងបន្ទាប់ពីការស្រង់ឡានមកលើគោកហ្នឹងគឺវាអត់ទាន់មានហេតុការណ៍អីគួរឲ្យរន្ធត់ភ្លាមនោះទេអញ្ចឹងគាត់ថាបន្ទាប់មកគឺ4ទៅ5ថ្ងៃក្រោយដែលនិស័យពួកគាត់ជាក្មេងអញ្ចឹងណាអញ្ចឹងពួកគាត់ក៏បាននាំគ្នាទៅរត់លេងទៅរត់ពួនអីនៅជុំវិញកន្លែងឡានកន្លែងអីហ្នឹងអញ្ចឹងទៅតាមបណ្ដោយផ្លូវហ្នឹងអញ្ចឹងណាអញ្ចឹងពេលល្ងាចឡើងហ្នឹងពួកគាត់ក៏បែកគំនិតគឺបបួលគ្នានាំគ្នាទៅលេងរត់ពួនអីចឹងទៅអញ្ចឹងពេលហ្នឹងហើយមិត្តភ័ក្តិរបស់គាត់6 7នាក់ហ្នឹងគឺមានអ្នកចាំទីមានអ្នករត់ពួនអញ្ចឹងគាត់ហ្នឹងក៏ជាម្នាក់នៅក្នុងអ្នកដែលរត់ពួនហ្នឹងដែរអញ្ចឹងពួកម៉ាក់គាត់ក៏នាំគ្នាទៅពួនតាមកន្លែងអញ្ចឹងទៅក្នុងនោះគឺមានតែបងដាក់ហើយជាមួយនឹងពួកម៉ាក់គាត់ម្នាក់ទេដែលគាត់រត់ឡើងទៅក្នុងឡានហ្នឹងដើម្បីពួនអញ្ចឹងណាបងប្អូនអញ្ចឹងសភាពឡានហ្នឹងវាក៏ប៉ិតខ្ទេចខ្ទីអស់ហើយអញ្ចឹងបងដាក់ថាគាត់បានរត់ទៅខាងក្រោយពីព្រោះខាងក្រោយហ្នឹងវាមានកៅអីមួយពីរវានៅស្អាតគឺវាអត់មានតន់កប៉ិតកពីវអីខ្លាំងទេអញ្ចឹងគាត់ក៏បានទៅអង្គុយពួននៅក្នុងអញ្ចឹងពួនយូរស្ងាត់ទៅអញ្ចឹងទៅស្រាប់តែរំពេចនោះក៏មានស្អីមួយដែលធ្លាក់មកចំពីមុខរបស់គាត់អញ្ចឹងណាអញ្ចឹងធ្លាក់ខ្ពាកមកអញ្ចឹងទៅហើយបងប្អូនមានដឹងថារបស់ដែលធ្លាក់មកហ្នឹងគឺស្អីហ៎គឺជាប្រអប់ដៃមនុស្សហ៎បងប្អូនគឺត្រឹមកដៃហ្នឹងមកមុខគាត់ថាសភាពដៃហ្នឹងគឺវារលួយវាឡើងខៀវហើយវាមានតកៅវាមានអីចោះហើយអញ្ចឹងណាសាច់អាឡែរលួយអញ្ចឹងទៅហើយពេលដែលធ្លាក់មកហ្នឹងគឺវាបែកសាច់ខ្ទៀតមកជើងមកអីគាត់អញ្ចឹងទៅអញ្ចឹងបងណាក់គាត់ថាខ្លាចនឹងវាខ្លាចឯងប៉ុន្តែអ្វីដែលគាត់ខ្លាចមួយទៀតគឺខ្លាចមិត្តភ័ក្តិរបស់គាត់នឹងរកគាត់ឃើញអញ្ចឹងគាត់ក៏ប្រឹងអត់ដង្ហើមនឹងធំក្លិនស្អុយផងខ្លាចផងអីផងហ្នឹងគឺមិនហ៊ានចេញទេខ្លាចពូម៉ារកឃើញអញ្ចឹងហើយគាត់ក៏បន្តទ្រាំនៅក្នុងនឹងគាត់ថាទ្រាំថាយ៉ាងយូរថា5នាទីចុះដោយសារតែទ្រាំនឹងក្លិននឹងអត់បានអញ្ចឹងណាអញ្ចឹងហើយបងណាក់ក៏គាត់ផ្លោះតាមប្អួយឡានហ្នឹងចេញទៅក្រៅគាត់ថាគ្រាន់តែគាត់ផ្លោះចេញទៅក្រៅហើយគាត់ដើរទៅបែរជា4-5ជំហានគាត់ក៏ងាកមើលមកក្រោយណាគឺគាត់បានឃើញបរោះចំណាស់ម្នាក់គឺអង្គុយនៅកន្លែងដែលគាត់កំពុងតែអង្គុយពួនមិញហ្នឹងណាគឺបរោះហ្នឹងគឺរៀងខ្ពស់ហើយសម្បល់ខ្មៅប៉ុន្តែភ្នែកហ្នឹងគឺសឡឹងមកគាត់ដូចថារបៀបដូចជាចងកំហឹងឬក៏ខឹងគាត់តាំងពីថ្ងៃមកអញ្ចឹងគាត់ថាគឺគាត់អត់ដឹងអីទេអញ្ចឹងពេលដែលគាត់ឃើញភ្លាមក៏គាត់នឹកឃើញថាគឺបរោះម្នាក់ហ្នឹងគឺមិនមែនជាមនុស្សទេពីព្រោះគាត់គិតថាគ្នាគាត់លេងហ្នឹងគឺសិតតែវ័យប្រហែលគាត់សិតតែកូនក្មេងទេអញ្ចឹងគាត់ម្នាក់នេះគឺប្រកាសជាបលឹងឬក៏វិញ្ញាណដែលនៅក្នុងឡានក្រុងហ្នឹងពិតប្រកបណាអញ្ចឹងគ្រាន់តែឃើញអញ្ចឹងហើយគាត់អត់មានតែប្រាប់មិត្តភ័ក្តិគាត់អីទេគាត់ក៏ស្រោតរាន់ទៅផ្ទះតែម្នាក់ឯងអញ្ចឹងណាអញ្ចឹងពេលតែទៅដល់ផ្ទះហ្នឹងគាត់ក៏បានប្រាប់រឿងហ្នឹងទៅម្ដាយទៅឪពុករបស់គាត់អញ្ចឹងហើយពេលដែលឮតំណឹងហ្នឹងទៅដល់ម្ដាយឪពុករបស់គាត់ហ្នឹងម្ដាយឪពុករបស់គាត់ហ្នឹងអត់មានថាមកលួងលោមកូនខ្លាចកូនភ័យខ្លាចអីទេគឺឪពុកម្ដាយរបស់គាត់ហ្នឹងគឺបានវាយទៅគាត់ទៀតដោយសារតែអីខឹងថាគឺបងដាក់ហ្នឹងគឺជាក្មេងរឹងនិយាយអត់ស្ដាប់ដែលគាត់ប្រាប់ថាគឺកុំឲ្យទៅលេងម្ដុំហ្នឹងពីព្រោះគាត់ដឹងថានៅរថយន្តដែលវាជួបគ្រោះថ្នាក់ចរាចរណ៍អីអញ្ចឹងទៅហើយមានមនុស្សស្លាប់អញ្ចឹងទៀតអញ្ចឹងមុននឹងក្រោយវាគង់តែមានជួបនៅវិញ្ញាណដែលលងបន្លាចអញ្ចឹងណាអញ្ចឹងវាអាចនឹងធ្វើឲ្យបងណាក់នឹងឈឺឬក៏ទៅជាអាប់រិស័យអាប់អីអញ្ចឹងទៅអញ្ចឹងហើយបន្ទាប់ពីស៊ីអំពាន់របស់ម្ដាយឪពុករបស់គាត់នឹងហើយគាត់ក៏បានផ្អាកឈប់ទៅលេងនៅឡានហ្នឹងគឺ3ទៅ4ថ្ងៃបងប្អូនស្ដាប់អត់ច្រឡំណាមិនមែនឈប់ទេគឺផ្អាកទៅលេងអញ្ចឹងបានន័យថានៅមានលើកក្រោយទៀតអញ្ចឹងហើយបន្ទាប់ពីថ្ងៃនោះមកគឺគាត់អត់ទៅលេងគឺគ្នារបស់គាត់ក៏អត់ទៅដែរអាចនិយាយថាគឺគាត់គឺជាមេខ្លោងដែលនាំទៅអញ្ចឹងក៏ថាបានដែរអញ្ចឹងហើយនៅថ្ងៃមួយនោះគាត់ថាចន្លោះពី3ទៅ4ថ្ងៃបន្ទាប់ពីដែលគាត់ឃើញហើយគាត់មកប្រាប់ម្ដាយឪពុកគាត់ហ្នឹងអញ្ចឹងហើយពេលល្ងាចឡើងហ្នឹង
មិត្តភ័ក្តិរបស់គាត់ហ្នឹងក៏បានមកជជែកលេងនិយាយទៅនិយាយគ្នាលេងសើចសប្បាយទៅតាមក្មេងដែលនៅតាមជនបទអញ្ចឹងណាបងប្អូនអញ្ចឹងគាត់បង្កាត់ភ្លើងមួយអញ្ចឹងទៅគឺមានដុតពោតមានដុតដលងអញ្ចឹងទៅហើយនិយាយគ្នាសើចអញ្ចឹងទៅអញ្ចឹងក្នុងចំណោមរបស់ពួកគាត់គ្នា5ទៅ6នាក់ហ្នឹងកំពុងតាអង្គុយនិយាយទៅជែកគ្នាសើចសុកហ្នឹងស្រាប់ក៏គាត់ឮសំឡេងមនុស្សតែរបៀបថាមនានជាមនុស្សចាស់ជាកូនក្មេងជាមនុស្សជាតុងអីទៅជែកគ្នាគាត់ថាឮឡើងវ៉ែគឺមនុស្សច្រើនណាស់មិនមែន2 3នាក់ទេប៉ុន្តែឮហ្នឹងគឺឮមកពីផ្លូវជាតិខាងមុខទេអញ្ចឹងពួកគាត់ក៏បន្តនិយាយគ្នាទៀតអញ្ចឹងតែពួកគាត់អត់ខ្វាយខ្វល់ហើយនៅឃើញថាគីឡូអ្នកដំណើរឬក៏អ្នកភូមិណាគាត់ឆ្លងកាត់អីចឹងណាអញ្ចឹងទៅជែកគ្នាលេងសើចអីសុកអញ្ចឹងទៅមិនបានប្រហែលទេក៏ឮសំឡេងមនុស្សសើចអញ្ចឹងទៅមានចាស់មានក្មេងអីចឹងទៅហើយក្នុងចំណោមមិត្តភ័ក្តិគាត់ម្នាក់ក្នុងចំណោមក្រុមរបស់គាត់ហ្នឹងគឺឆ្ងល់អញ្ចឹងហើយគាត់ក៏បានដើរចេញទៅខាងផ្លូវខាងខ្នល់ជាតិមើលអញ្ចឹងណាគាត់បញ្ជាក់ថាគឺពីផ្ទះគាត់ទៅកន្លែងដែលកើតហេតុហ្នឹងគឺអត់ឆ្ងាយទេបងប្អូនគាត់ថាប្រហែលជាមើលទៅឃើញខ្ទង់100 200ម៉ែត្រហ្នឹងច្រើនផុតហើយឆ្ងាយបំផុតហើយអញ្ចឹងហើយពេលដែលមិត្តភ័ក្តិគាត់នឹងដើរទៅហើយគឺដើរមកវិញតែគាត់សង្កេតឃើញថាពេលដែលមិត្តភ័ក្តិគាត់នឹងដើរមកវិញគឺមិត្តភ័ក្តិគាត់នឹងគឺមានសភាពដូចជាផិតភ័យមុខឡើងស្លេកស្លាំងអីចឹងណាហើយពួកមិត្តភ័ក្តិគាត់មកដល់នោះគឺអត់មានមាត់អីទាំងអស់គ្រាន់តែមកប្រាប់ក្រុមពួកគាត់ថាអញទៅផ្ទះមុនឯងអត់បាននៅលេងទៀតអីចឹងទៅហើយក៏រត់ទៅបាត់អីចឹងទៅអញ្ចឹងពួកគាត់អត់មានចាប់អារម្មណ៍ទេអញ្ចឹងហើយបន្ទាប់ពីហូបដលងហូបពោតអីដែលពួកគាត់ដុតនឹងហើយរៀងយប់រៀងជ្រៅបន្តិចគាត់ថាខ្ទង់ប្រហែលជាម៉ោង8ទៅម៉ោង9អញ្ចឹងពេលហ្នឹងគឺបងណាក់ហ្នឹងក៏បែកគំនិតបបួរគ្នាលេងបិទពូនលេងដេញចាប់អីហ្នឹងទៀតហើយបងប្អូនហើយលេងទាំងយប់ហ្នឹងណាអញ្ចឹងហើយបន្ទាប់ពីស្រស់ស្រួលគ្នាហើយគ្នាគាត់ដែលនៅសល់5 6នាក់ហ្នឹងក៏នាំគ្នាដើរចេញទៅផ្លូវហើយគាត់ថាគាត់មានអាកំណត់ឈួតចេញមកគាត់ថាគឺនឹងបបួរគ្នាដើរទៅម្ដុំឡានហ្នឹងគឺដើម្បីលេងបន្លាចគ្នាអីចឹងណាអញ្ចឹងហើយគាត់ក៏ទៅជាមួយនឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងប៉ុន្តែគាត់ថាក្នុងដៃរបស់គាត់នេះគឺគាត់មានកាន់ពិលមួយតែគាត់ថាជំនាន់ហ្នឹងគឺអត់មានពិលដូចជា LED សដូចយើងទេអាពិល2ណាត់3ណាត់ពណ៌ហើយក្រហមហ៎អញ្ចឹងគាត់ក៏ដើរជាមួយមិត្តភ័ក្តិគាត់នឹងទៅដល់អញ្ចឹងទៅអញ្ចឹងគាត់ថាពេលដែលគាត់ទៅដល់ជិតឡានហ្នឹងគឺកន្លែងហ្នឹងគឺគាត់លេងអីដែលឈួតមែនតើគឺគាត់បានយកពិលហ្នឹងមកប្រចាំងដាក់មុខរបស់គាត់ណាហើយគាត់បាននិយាយថាខ្មោចមកហើយពួកឯងខ្មោចមកហើយអញ្ចឹងគឺគាត់ធ្វើអញ្ចឹងដើម្បីបន្លាចទៅកាន់ពួកម៉ាក់របស់គាត់ទៅកាន់មិត្តភ័ក្តិរបស់គាត់ដើម្បីឲ្យសើចលេងសប្បាយហើយរត់ពេញនឹងអីអញ្ចឹងណាអញ្ចឹងគាត់ថាពេលដែលគាត់និយាយអញ្ចឹងហើយគឺក៏លឺស្នូចេញពីឡានក្រុងដែលបែកបាក់និយាយទៅជាខ្មោចឡានហ្នឹងណាអញ្ចឹងពេលនោះហើយគ្នាគាត់ហ្នឹងក៏មើលមុខគ្នាទន្ទឹមនឹងមើលមុខគ្នាហ្នឹងបងណាក់ក៏គាត់បានឈួរពិលទៅក្នុងឡានហ្នឹងបងប្អូនហើយអ្វីដែលពួកគាត់ឃើញគឺឃើញមនុស្សនៅក្នុងឡានហ្នឹងគឺច្រើនមែនតើមានចាស់មានក្មេងឯទៅតាមហ្នឹងអញ្ចឹងណាហើយអ្នកខ្លះបាក់ដៃអ្នកខ្លះហ្នឹងបែកក្បាលហូរឈាមមកអ្នកខ្លះហ្នឹងគាត់ថាធ្លាក់ចកាធ្លាក់អណ្ដាតមកចង់ដល់អន្ទ្រូងហើយមានហូរឈាមអ្នកខ្លះប្រឡាក់ផុកប្រឡាក់អីមកទៅតាមនឹងអញ្ចឹងទៅមានប្រឡាក់សមេសមកទៅកអាវទៅអីអញ្ចឹងទៅអញ្ចឹងពួកគាត់ថាពួកគាត់គ្រាន់តែឃើញប៉ុណ្ណឹងគឺគាត់ដឹង 100% ហើយគឺថាខ្មោចលងពួកគាត់ណាបងប្អូនអញ្ចឹងហើយក៏នាំគ្នាដាក់មេប្រូចរៀងខ្លួនអញ្ចឹងបងដាក់ហ្នឹងគាត់ក៏បានរត់មកផ្ទះហ្នឹងតែម្នាក់ឯងអញ្ចឹងណាអញ្ចឹងពេលហ្នឹងថាគឺបែកចែកគ្នាអស់ហើយអ្នកនេះរត់ទៅផ្ទះអ្នកនេះអ្នកនោះរត់ទៅផ្ទះអ្នកនោះអញ្ចឹងទៅអញ្ចឹងក្នុងកំឡុងពេលដែលរត់ហ្នឹងគឺបងណាក់ហ្នឹងគាត់រត់ផងគាត់ស្រែកយំផងស្រែកឲ្យម្ដាយឪពុកគាត់ហ្នឹងជួយផងហើយទន្ទឹមនឹងហ្នឹងគាត់ក៏មានគាត់ថាគាត់នោមដាក់ខោគាត់ភ័យខ្លាំងពេកអញ្ចឹងពេលទៅដល់ផ្ទះហ្នឹងគឺម្ដាយឪពុករបស់គាត់ហ្នឹងឃើញគាត់ឆោឡោអញ្ចឹងក៏ចុះពីលើផ្ទះមកមើលគាត់ចង់ដឹងថាមានសភាពអីចឹងណាអញ្ចឹងគាត់ក៏យំឲ្យអោបប្រាប់ទៅម្ដាយគាត់ថាខ្មោចលងនៅឡានអីចឹងទៅអញ្ចឹងម្ដាយឪពុកពេលហ្នឹងគាត់ឃើញសភាពបងណាក់រៀងធ្ងន់ធ្ងរដែរគឺគាត់អត់មានវាយអត់មានអីទេគឺគាត់បានលួងលោមកូនគាត់វិញចឹងណាថាមិនអីទេពួកកូនឯងស្វាំងភ្នែកចេះមួយចុះពីរទៅគឺដើម្បីឲ្យគាត់ស្ងប់អារម្មណ៍កុំឲ្យគាត់ខ្លាចពេកខៃលោគាត់ខ្លាចទៅជាជ្រុះសក់ឬក៏ឈឺជាអីចឹងទៅអញ្ចឹងហើយ
គាត់អត់ទុកដល់ស្អែកទេអញ្ចឹងហើយម្ដាយនិងឪពុករបស់គាត់ក៏ទៅរកចាស់ព្រឹទ្ធាចារ្យនៅក្នុងភូមិដែលគាត់ចេះបោះកំរោគាត់ចេះស្រោចទឹកអីចឹងណាគឺដើម្បីឲ្យមកបោះកំរោមកស្រោចទឹកឲ្យបងណាក់ចឹងទៅអញ្ចឹងបន្ទាប់ពីមានចាស់ព្រឹទ្ធាចារ្យដែលនៅក្នុងភូមិគាត់ចេះគាត់មកស្រោចទឹកបោះកំរោគឺមិនមែនតែបងណាក់ទេមិត្តភ័ក្តិរបស់គាត់ទាំង4 5នាក់ទៀតហ្នឹងរួមទាំងគាត់6នាក់ហ្នឹងក៏មកស្រោចទឹកមកអីជាមួយគ្នានឹងដែរព្រោះសិតតែភ័យសិតតែខ្លាចដូចគ្នាអញ្ចឹងហើយពេលដែលស្រោចទឹកពេលដែលបោះកំរោយហ្នឹងគាត់ក៏បានរៀងធូរហើយគាត់ក៏ងូតទឹកឲ្យឡើងសងំគេងសងំអីចឹងទៅទល់ភ្លឺឡើងបានម្ដាយរបស់គាត់ហ្នឹងបានយកបងណាក់ហ្នឹងគឺទៅវត្តទៅទូទៅដល់ចៅអធិការហ្នឹងដើម្បីឲ្យចៅអធិការហ្នឹងគឺស្រោចទឹកឲ្យពាក់ខ្សែពាក់អីឲ្យគាត់ម្ដងទៀតចឹងទៅអញ្ចឹងបងណាក់ថាគឺមុននឹងពួកគាត់បានជួបនោះគឺអ្នកភូមិក៏ដូចជាម្ដាយឪពុករបស់គាត់នោះគឺបានជួបហើយអញ្ចឹងបានគាត់ហាម5ក្មេងៗហើយហាម5បងណាក់អីហ្នឹងមិនឲ្យទៅលេងព្រោះខ្លាចពួកគាត់ជួបពួកគាត់ខ្លាចអញ្ចឹងបងណាក់ថាម្ដាយរបស់គាត់ហ្នឹងជួនជាថ្ងៃមួយហ្នឹងគឺគាត់មកពីមានតរៈនៅអ្នកចិត្តភូមិក្បែរហ្នឹងដែរអញ្ចឹងគាត់ថាគាត់ចូលផ្ទះហ្នឹងខ្ទង់ប្រហែលជាម៉ោង6ម៉ោង7ល្ងាចទេអញ្ចឹងគាត់គ្រាន់តែជិះម៉ូតូចូលផ្ទះហ្នឹងគឺគាត់ស្រាប់តែឃើញមានមនុស្សស្រីម្នាក់មកឈរពីមុខផ្ទះគាត់ហ្នឹងគឺបក់ដៃស្រែកហៅគាត់ថាមីងអើយជួយខ្ញុំផងមីងអើយជួយខ្ញុំផងខ្ញុំរងាណាស់អីចឹងណាមួយត្រង់ហ្នឹងមាននិយាយឡើងភឺសវល់អញ្ចឹងហើយពេលដែលម្ដាយរបស់បងណាក់គាត់ឃើញអញ្ចឹងហើយគាត់ក៏ឆ្ងល់ចុះអ្នកណាគេមកស្រែកអីនៅលបងផ្ទះអញ្ចឹងតែបញ្ជាក់ណាគឺអត់ហ៊ានចូលផ្ទះគាត់ទេគឺឈរនៅតោងលបងខាងមុខហ្នឹងទេដល់ពេលម្ដាយរបស់គាត់ប្រឹងសង្កេតគឺមានតែត្រឹមមកកណាត់ធំជង្គង់ឡើងលើទេបងប្អូនគឺអត់មានជើងចុះក្រោមហ្នឹងទេអញ្ចឹងហើយម្ដាយរបស់គាត់ដឹងច្បាស់ណាស់ថាគឺជាព្រលឹងជាវិញ្ញាណអ្នកដែលគ្រោះថ្នាក់ចរាចរណ៍ឡានក្រុងស្លាប់ថ្ងៃមុនហ្នឹងអញ្ចឹងណាអញ្ចឹងម្ដាយរបស់គាត់ហ្នឹងក៏បានទៅយកអំបិលទៅយកអង្គមកបជេថាឲ្យទៅណាទៅណីឲ្យផុតទៅក៏មកអញញ៉ៃក៏មកលងបន្លាចនៅក្បែរផ្ទះគាត់អញ្ចឹងណាអញ្ចឹងបន្ទាប់ពីគាត់បជេអង្គបាញ់អំបិលអីហ្នឹងទៅក៏ព្រលឹងវិញ្ញាណហ្នឹងវាលាយបាត់ទៅអញ្ចឹងទៅហើយតាំងពីនោះមកគាត់អត់ជួបអីទៀតទេហើយនិយាយមកឪពុករបស់បងណាក់នឹងវិញគាត់ក៏ជួបដូចគ្នាគាត់ថាពេលហ្នឹងគាត់មកពីកម្មវិធីការគេអ្នកនៅភូមិក្បែរជានោះតែពេលនោះរៀងយប់ជ្រៅដែរហើយគាត់ថាម៉ោង8ចូលម៉ោង9ហើយអញ្ចឹងពេលដែលគាត់ចូលមកដល់នៅក្នុងផ្ទះគាត់ហ្នឹងគាត់មិនទាន់ទាំងរៀបចំឡើងទៅលើផងគឺគាត់ឃើញមានមនុស្សតង្វងគាត់ថាគ្នាច្រើនណាស់គឺដើរនៅមុខផ្ទះគាត់ហ្នឹងមានលូស្នូមាត់ទៅជែកគ្នាអីចឹងទៅហើយគាត់ឆ្ងល់ថាមនុស្សមកពីណាក៏ច្រើនម៉េះអញ្ចឹងគាត់ក៏បានងាកមើលទៅគេហើយទន្ទឹមនឹងឪពុករបស់គាត់ងាកមើលទៅគេហ្នឹងគេក៏ងាកមើលមកវិញអញ្ចឹងពុករបស់បងណាក់គាត់ថាអ្នកទាំងអស់ហ្នឹងគឺមានបាក់ដៃបាក់ជើងមានបែកក្បាលកៅអៅអ្នកខ្លះប្រឡាក់សិតតែឈាមអ្នកខ្លះសិតតែផុកអីដូចអ្វីដែលគាត់បានឃើញពេលដែលគេស្រង់ឡានឡើងមកអញ្ចឹងណាបងប្អូនអញ្ចឹងហើយគាត់ថាគាត់ដឹងថាគឺជាពពួកអមនុស្សហើយអញ្ចឹងគាត់ក៏អត់មានខ្វាយខ្វល់អីគាត់ក៏ឡើងទៅលើផ្ទះសម្រាប់ទៅអញ្ចឹងហើយអានឹងជាហេតុជាផលដែលគាត់ហាមបងណាក់នឹងហាមមកហាមទៀតថាកុំឲ្យទៅលេងតែដោយសារនិស្ស័យជាក្មេងហើយភាពរពឹសអញ្ចឹងណាបងប្អូនអញ្ចឹងហើយគាត់ថាអ្នកភូមិក៏តែងតែជួបជាញយហើយអ្នកដំណើរខ្លះគាត់អត់ដឹងអញ្ចឹងពេលដែលគាត់ជិះម៉ូតូឲ្យមកដល់ត្រង់ហ្នឹងអញ្ចឹងគឺមានបក់ដៃឲ្យឈប់សំឡេងស្រែកហៅឲ្យឈប់ជួយហើយស្រែកយំពេញផ្លូវឡាតង្ហឹងអីចឹងទៅហើយពេលអ្នកដំណើរហ្នឹងអ្នកណាដែលអត់ខ្លាចពួកគាត់ឈប់អញ្ចឹងទៅគឺគាត់រោមើលអញ្ចឹងទៅបែរទៅជាស្ងាត់ជ្រាបអត់មានមនុស្សអត់មានអីអញ្ចឹងណាហើយគាត់ក៏បន្តដំណើរទៅតាមមុខអញ្ចឹងទៀតទៅអញ្ចឹងហើយគាត់ថាបន្ទាប់មកនោះគឺក្បែរប្រហែលជា10ថ្ងៃបានមានឡានគេមកស្ទូចមកអីយកឡានសាកសពឡានក្រុងហ្នឹងយកទៅបាត់ទៅហើយគាត់ថាតាំងពីនោះមកក្រោយមកទៀតហ្នឹងក៏វាសាបម្ដងបន្តិចមកអញ្ចឹងណាបងប្អូនហើយតាមបន្លាយទឹកដែលនៅសងខាងផ្លូវហ្នឹងមកដល់សពថ្ងៃហ្នឹងគឺកន្លែងខ្លះហ្នឹងគឺគេចាក់ដីបំពេញធ្វើជាផ្ទះធ្វើជាអីហ្នឹងគាត់ថាឥឡូវហ្នឹងគឺវាអ៊ូអហើយសិតតែផ្ទះប្រជាជនអីចឹងទៅវាអត់មានស្ងាត់អត់មានអីដូចមុនទេហើយការលងបន្លាចហ្នឹងគឺវាសាបម្ដងតិចមកដល់ឥឡូវហ្នឹងគឺអត់មានឮថាលងអត់មានឮថាបន្លាចអ្នកណាអ្នកណីទេអញ្ចឹងណានឹងហើយរឿងរបស់បងណាក់ក៏មកដល់ទីបញ្ចប់ហើយក្រោយពីខ្ញុំបាននិយាយរឿងនេះតើមានបងប្អូនណាខ្លះដែលដឹងថាហេតុការណ៍នេះគឺកើតឡើងនៅស្រុកណាទេបើសិនជាដឹងអាចខមមិននៅខាងក្រោមបានពីព្រោះថាគាត់ប្រាប់មកខ្ញុំទាំងអស់ដែរមិនតែ
គាត់ថាគាត់អត់បានសុំសិទ្ធិឬក៏អត់បានសុំអនុញ្ញាតអីចឹងហើយគាត់ថានិយាយទៅខ្លាចប៉ះពាល់ដល់ខាងក្រុមគ្រួសារនៃសពដែលបានកាត់ឡើងនោះផងប៉ុន្តែគាត់ថានិយាយទៅប៉ុណ្្នឹងគឺប្រកាសជាបងប្អូនដឹងហើយគាត់ថាប្រហែលជា14ទៅ15ឆ្នាំមុនគឺល្បីខ្លាំងណាស់ចុះតាមទស្សនាបដីតាមទូរទស្សន៍តាមអីចឹងណានឹងហើយជាចុងក្រោយនេះគឺខ្ញុំអត់មានអីទេមានតែអរគុណពុកម៉ែបងប្អូនដែលចំណាយពេលសម្ដាប់តាំងពីដើមរហូតមកដល់ចប់ហើយក៏សូមចិត្តដល់បងប្អូនដែលចូលមកថ្មីដែលមិនទាន់បានចុចជាវឬក៏ចុច Subscribe សូមមេត្តាជួយចុចឲ្យខ្ញុំម្នាក់មួយទៅព្រោះវាជាកម្លាំងចិត្តសម្រាប់អ្នកដែលធ្វើវីដេអូដូចជាខ្ញុំបាទអញ្ចឹងណា